អ៊ុយក្រែនត្រៀមផលិតដ្រូនឆ្លងទ្វីបអាចហោះគ្របដណ្ដប់លើទឹកដីរុស្ស៊ីទាំងមូលនៅក្នុងបទសម្ភាសន៍ថ្មីនេះជាមួយអ្នកអត្ថាធិប្បាយជនជាតិអាមេរិកលោកស្រី Laura Loomer ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃទី1ខែសីហាឆ្នាំ2026ដោយសារព័ត៌មាន Tech Radar ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់យ៉ាងច្បាស់ថាយន្តហោះគ្មានមនុស្សបើកឬដ្រូនរបស់អ៊ុយក្រែននឹងមានសមត្ថភាពហោះហើរបានចម្ងាយជាង 4000 គីឡូម៉ែត្រនៅក្នុងឆ្នាំ2026នេះអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតមេដឹកនាំអ៊ុយក្រែនបានបន្ថែមថានៅឆ្នាំ2027ដ្រូនរយៈចម្ងាយឆ្ងាយទាំងនេះអាចនឹងហោះបានចន្លោះពី 5000 ទៅ 10000 គីឡូម៉ែត្រឯណោះប្រសិនបើសមត្ថភាពនេះលេចចេញជារូបរាងមនុស្សមានន័យថាដ្រូនរបស់អ៊ុយក្រែនអាចហោះគ្របដណ្ដប់លើទឹកដីប្រទេសរុស្ស៊ីទាំងមូលឬអាចហោះពីទីក្រុងគៀវទៅដល់ទីក្រុង San Francisco នៃសហរដ្ឋអាមេរិកបានយ៉ាងងាយដើម្បីសម្រេចបាននូវមហិច្ឆតាដ៏ធំធេងនេះអ៊ុយក្រែនកំពុងខិតខំពង្រីកការផលិតដ្រូនរបស់ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយទីក្រុង Washington ដែលមានគម្រោងបង្កើតរោងចក្រផលិតនៅផ្ទាល់លើទឹកដីអាមេរិកតែម្ដងលោក Zelensky បានលើកឡើងយ៉ាងជឿជាក់ថាពួកគេនឹងសាងសង់រោងចក្រដ៏អស្ចារ្យមួយដើម្បីគ្រប់គ្រងដល់ខ្សែសង្វាក់ផលិតកម្មកិច្ចសហការនេះរួមមានការផលិតរួមគ្នាការផ្លាស់ប្តូរបច្ចេកវិទ្យានិងការធ្វើតេស្តសាកល្បងដោយផ្អែកលើបទពិសោធន៍ជាក់ស្ដែងជាច្រើនដែលអ៊ុយក្រែនទទួលបានពីការប្រើប្រាស់ដ្រូនលើអាកាសដ្រូនក្នុងសមុទ្រនិងការវាយប្រហារចម្ងាយឆ្ងាយក្នុងសង្គ្រាមជាមួយរុស្ស៊ីបច្ចុប្បន្នកិច្ចព្រមព្រៀងដំណាក់កាលដំបូងរវាងប្រទេសទាំងពីរត្រូវបានបញ្ចប់រួចរាល់ហើយខណៈការសាកល្បងដ្រូនអ៊ុយក្រែននៅលើទឹកដីអាមេរិកក៏ត្រូវបានអនុញ្ញាតជាផ្លូវការផងដែរយ៉ាងណាមិញអ្នកវិភាគយោធាបានកត់សម្គាល់ថាការធ្វើឲ្យដ្រូនអាចហោះហើរបានចម្ងាយរាប់ពាន់គីឡូម៉ែត្របែបនេះមិនមែនជារឿងងាយស្រួលនោះទេវាទាមទារឲ្យមានការអភិវឌ្ឍបច្ចេកវិទ្យាខ្ពស់ទៅលើប្រព័ន្ធបញ្ជាប្រព័ន្ធតាក់ទងផ្កាយរណបនិងការការពារពីការរំខាននៃសង្គ្រាមអេឡិចត្រូនិកផ្សេងៗដើម្បីធានាថាវាអាចហោះទៅដល់គោលដៅបានយ៉ាងច្បាស់លាស់ម្យ៉ាងវិញទៀតភាពជោគជ័យនៃគម្រោងនេះក៏អាស្រ័យទៅលើថវិកាគាំទ្រសមត្ថភាពផលិតនិងការធ្វើតេស្តសាកល្បងក្នុងស្ថានភាពលំបាកផងដែរដ្រូនអ៊ុយក្រែនវាយប្រហារឆ្នេរសមុទ្ររុស្ស៊ីកក់កុញដោយទេសចរសម្រាប់មនុស្ស7នាក់របួសជាង40នាក់ជាការវាយប្រហារមួយដ៏គួរឲ្យតក់ស្លុតដ្រូនមួយគ្រឿងហោះមកពីអ៊ុយក្រែនបានវាយប្រហារចំឆ្នេរសមុទ្រដ៏ពេញនិយមពោពេញទៅដោយទេសចរក្នុងតំបន់ Krasnodar បណ្ដាលឲ្យមនុស្ស7នាក់បាត់បង់ជីវិតនិង40នាក់រងរបួសហើយអ្វីដែលកាន់តែរន្ធត់គឺថាក្នុងចំណោមអ្នកស្លាប់ក៏រួមមានក្មេងៗ3នាក់ផងដែរតាមការផ្សាយរបស់ BBC នៅថ្ងៃអង្គារទី4ខែសីហាឆ្នាំ2026ការវាយប្រហារកើតឡើងក្បែរភូមិ Akhipo Ozipuka នៃតំបន់សមុទ្រខ្មៅដែលជាទិសដៅទេសចរពោពេញដោយមនុស្សកកកុញហើយពេលកាត់ហេតុក៏គ្មានការបន្លឺស៊ីរ៉ានប្រកាសអាសន្នអ្វីដែរយ៉ាងណាទីក្រុងគៀវបានចេញមកបកស្រាយថាដ្រូននេះគ្មានបំណងកំណត់គោលដៅលើប្រជាជនស៊ីវិលឡើយខណៈបើតាមការអះអាងរបស់ Channel Telegram អ៊ុយក្រែនមួយចំនួនដ្រូននេះបានធ្លាក់លើឆ្នេរដោយសារតែប្រព័ន្ធរុស្ស៊ីចាប់ហើយកាត់ផ្ដាច់សញ្ញាទោះមានការដោះសារតែក្រសួងការបរទេសរុស្ស៊ីចាត់ទុកទង្វើនេះជាអំពើភេរវកម្មហើយបដិញ្ញាសងសឹកវិញឲ្យចាស់ដៃបំផុតហេតុការណ៍ចុងក្រោយនេះកើតឡើងស្របពេលប្រមុខរដ្ឋាភិបាលទីក្រុងគៀវលោក Volodymyr Zelensky បញ្ជាក់យ៉ាងច្បាស់ថាដ្រូនរបស់អ៊ុយក្រែននឹងមានសមត្ថភាពហោះហើរបានចម្ងាយជាង 4000 គីឡូម៉ែត្រនៅក្នុងឆ្នាំ2026នេះអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះមេដឹកនាំអ៊ុយក្រែនបានបន្ថែមថានៅឆ្នាំ2027ដ្រូនរយៈចម្ងាយឆ្ងាយទាំងនេះអាចនឹងហោះបានចន្លោះពី 5000 ទៅ 10000 គីឡូម៉ែត្រឯណោះប្រសិនបើសមត្ថភាពនេះលេចចេញជារូបរាងមនុស្សមានន័យថាដ្រូនរបស់អ៊ុយក្រែនអាចហោះគ្របដណ្ដប់លើទឹកដីប្រទេសរុស្ស៊ីទាំងមូលតែម្ដងឬអាចហោះពីទីក្រុងគៀវទៅដល់ទីក្រុង San Francisco នៃសហរដ្ឋអាមេរិកបានយ៉ាងងាយ